Hello ខ្ញុំដោយសារខ្ញុំខានផុសវីដេអូនៅក្នុង YouTube នេះយូរចឹងខ្ញុំចង់ផុសមកវិញឥឡូវយើងឆ្នាំ2026ហ្នឹងហើយយើងចង់ចាប់ដើមវីដេអូផុសឡើងវិញផុសមួយឯដោយសារខ្ញុំនៅតែអត់អាចឆ្លៀតមកផុសអីបានច្រើនចឹងណាតែថ្ងៃនេះខ្ញុំចង់ unbox with you guys unbox this is Clancy album Clancy vinyl ឥឡូវគឺ address elephant in the room សិនគឺរឿងប្រទេសជាតិរបស់យើងរឿងសង្គ្រាមរឿងអីហ្នឹងគឺអញ្ញែញ៉ៃខ្លាំងមែនតើនិយាយទៅគឺប៉ះពាល់ដល់ការរស់នៅរបស់យើងច្រើនចឹងហើយបានយើង stand for peace សូម្បីតែខ្ញុំក៏លែងសូវមានអារម្មណ៍ធ្វើអីចឹងណាយើងរៀង put off ច្រើនខ្លាំងមែនតើហើយដោយសារឆ្នាំក្រោយនេះឆ្នាំក្រោយចូលឆ្នាំថ្មីខ្ញុំបើអ្នកនរគ្នាអត់ដឹងគឺខ្ញុំបានជាប់អាហារូបករណ៍ទៅស្រុកជប៉ុនដែរតែគេអត់ទាន់បានតម្លាក់ឈ្មោះអីចឹងណាអត់ទាន់បានធ្វើវីសាធ្វើអីទេចឹងតែគេចាប់ដើមតម្លាក់ខ្ញុំទៅប្រហែលជាខែ3ខែ4នេះហ្នឹងឯងហើយខ្ញុំទៅក្នុងនាមជាសិស្ស research student ហើយស្អីក៏អត់ទាន់បាន research ដែរគ្រូដាក់កិច្ចការឲ្យខ្ញុំធ្វើ research យ៉ាងថាអានឯកសារបដាអញ្ចឹងណាខ្ញុំអត់ទាន់ធ្វើអីទាំងអស់តែទេឡតហ្មង3ខែខ្ញុំមានធ្វើអីទាំងអស់ព្រោះខ្ញុំអត់អារម្មណ៍អត់មូលអត់មានអារម្មណ៍បដោតទៅលើរឿងហ្នឹងសោះហ្មងអញ្ចឹងបានចង់ឲ្យអា ceasefire ដែលយើងបានថ្មីនេះគឺឲ្យបានឲ្យចប់ហ្នឹងហើយកុំឲ្យប្រទីងបតងញ៉ៃច្រើនទៀតព្រោះយើងត្រូវការទៅមុខទាំងអស់គ្នាទៀតអូខេចាឥឡូវខ្ញុំនិយាយរឿង vinyl របស់ខ្ញុំទិញ vinyl នេះកាលពីខែ11គឺបានថ្ងៃ31តែម្ដងហើយបើទាំងអស់គ្នាអត់ដឹងទេខ្ញុំគឺ fan 21 Pilotខ្ញុំ fan 21 Pilot កាលថ្នាក់ទី11 12ហ្នឹងហើយកាលហ្នឹង album Trench ចេញហើយខ្ញុំចូលចិត្តស្ដាប់កាលទី12អញ្ចឹងខ្ញុំក៏ចង់ថា casual listener គាត់តាំងពីពេលហ្នឹងមកទៅ fan ដែរហ្នឹងហើយស្ដាប់ជំនាញគាត់ឥឡូវខ្ញុំ unbox នេះ vinyl player របស់ខ្ញុំទាំងអស់គ្នាប្រហែលធ្លាប់ឃើញខ្ញុំដាក់ធ្វើ background របស់ខ្ញុំពីមុនហ្នឹងហើយឥឡូវខ្ញុំដកវាចេញឥឡូវយើងយកមកលេងវិញហ្នឹងហើយសុំងើយតិចបើអ្នកនរគ្នាអត់ដឹងនេះក៏រូប album 21 Pilot ដែរណារូប Scale and IC ហើយខ្ញុំ collect vinyl គាត់បាន3ដែរអានេះខ្ញុំធ្លាប់ទិញកាលពីឆ្នាំ2022ហ្នឹងហើយខ្ញុំចាប់ផ្ដើមទិញ vinyl លេងទៅក៏ខ្ញុំសួរគាត់ថាមាន vinyl របស់21 Pilot អត់ហើយគាត់ថាមាន Vessel ហ្នឹងហើយចឹងគាត់ក៏ដាក់ order ឲ្យខ្ញុំដែរទៅ so this is Vessel seeស្អាតមែនតើវា transparent เนาะស្អាតនេះរូបពីក្រោយ This is my adult money okay I spent on this ហើយពេលនេះខ្ញុំទៅទិញថ្មីហ្នឹងទេខ្ញុំ contact អ្នកទិញរបស់ខ្ញុំទៅគាត់លក់ឲ្យខ្ញុំហ្នឹងហើយនេះគឺគាត់មានស្រាប់នៅក្នុងដៃរបស់គាត់ទេណាហ្នឹងហើយនៅហាងរបស់គាត់ហើយខ្ញុំក៏សុំទិញតទៅអាចនិយាយថា second hand ដែរប៉ុន្តែខ្ញុំអត់ប្រកាន់ទេហ្នឹងហើយឲ្យតែបានពីព្រោះកូនណយើង collect ដែរយើងមិនមែនចង់បានថ្មីដែរអញ្ចឹងណា and this is so beautiful blurry face album នេះ recommend ព្រោះខ្លាំង and see ខាងមុខគេនេះ it's so cool ហើយអានេះ lyric sheet មកគេនេះវាមាន lyric ខាងក្រោយចឹង it's so cool ហើយវា double LP ដោយសារ album ហ្នឹងវារៀងគេហៅថា intricate ឯហ្នឹងហើយវារៀង complex តែមាន playing production របស់វារៀងល្អវាខ្លាំងចឹងបើសិនជាយើង compress ធ្វើតាមក vinyl ទេវាអត់សូវព្រោះហ្នឹងហើយអញ្ចឹងគេ divide វាជាពីរអានេះខ្ញុំដកឲ្យមើលមួយស្អាតខ្លាំងនិយាយទៅខ្ញុំអត់ចង់ collect អីច្រើនទេខ្ញុំ collect តែរបស់21 Pilot ទៅដោយសារវាថ្លៃមែនតើមិនមែនថោកទេណាថ្លៃខ្លាំងអានេះគឺគាត់លក់តម្លៃ discount អស់លេងឲ្យខ្ញុំអីគឺ$70ដែរអានេះធម្មតា100ព្រោះវា2ហើយអានេះវិញក៏50ជាង60ដែរថ្លៃមែនតើនិយាយមួយ album ហ្នឹងតិចគឺកាលចេញឆ្នាំទៅហ្នឹងគឺនៅក្នុងផ្ទះខ្ញុំគឺមានរឿងខ្ញុំអត់ចូលលំអិតទេគាត់ថាពេលហ្នឹងគឺខ្ញុំរៀង deal មួយ grief ដែរដល់ពេលខ្ញុំស្ដាប់ album ហ្នឹងទៅឡើង sad ពេកវាមានអារម្មណ៍មួយថារៀង raw feeling ហើយយើង connect មួយចម្រៀងហ្នឹងពេកទៅខ្ញុំស្ដាប់បាន2ដងហើយខ្ញុំឈប់ស្ដាប់ហ្មងខ្ញុំទុកវាចោលហើយខ្ញុំអត់ហ៊ានទៅស្ដាប់វិញហើយ
បាន3 4 ខែក្រោយមកខ្ញុំរៀង regulate emotion របស់យើងបានល្អប្រសើរវិញទៅបើខ្ញុំមកស្ដាប់វិញ traumatize ខ្លាំងមែនតើពេលស្ដាប់ album ហ្នឹងទៅយើងរៀងមានអារម្មណ៍មួយរៀង cope ជាមួយនឹង emotion របស់យើងបានល្អដែរវាជួយឲ្យយើង regulate ហើយនឹង process វាបានល្អ KO ជាងគេហ្នឹងគឺបទ next semester ហើយនឹង oldie station and next semester នេះគឺថា screaming and crying ហើយ oldie station គឺ silently sobbing គឺថាអង្គុយអោបជើងយំតែម្ដងទៅហូរនិយាយលេងដល់ថ្នាក់ហ្នឹងឯងប៉ុន្តែព្រោះ album នេះគឺព្រោះខ្លាំងមែនតើអញ្ចឹងណាគេចង់សាកស្ដាប់21 Pilot ខ្ញុំ recommend album នេះវា easily digestible raw and beautiful គ្រប់ចម្រៀងទាំងអស់មួយបទទៅមួយបទគឺព្រោះគេចាឥឡូវយើង unboxing ខ្ញុំអានេះវា sticker នេះចាំបកទុកចាំ collect Okay. Wow. ខ្ញុំធ្លាប់តែឃើញនៅលើអ៊ីនធឺណិត Oh my god, I'm seeing it in real life. Oh my god. Tyler Georgetown. Oh my god. You're killing it. Oh my god. Stop. Whoa. Oh. Tyler. Oh my god. And look at this. Oh my god. This is the center. Oh my god. Tyler! Josh! This is Josh. This is Tyler. Oh my god. Oh my god, I'm so happy. នេះ lyric sheet គេនេះជា lyric. Whoa. Oh my god. I love this. ខ្ញុំចូលចិត្ត album នេះខ្លាំងមែនតើ This is like my most favorite, like personal favorite ហ្មងណាបើតាមណាវើយ Oh my god ឈប់ខាងនេះសខាងនេះខ្មៅយើងសខ្មៅalbum នេះគឺមានជា like limited edition របៀប press ដែលស្អាតអីចឹងណាតែខ្ញុំទិញធម្មតានេះ Wow. God. Oh my god, I'm so happy. អូយស្អាតខ្លាំងមែនតើនេះ side A នេះ side B ចាំមើលខ្ញុំដាក់ឲ្យស្ដាប់ពេលខ្ញុំទិញហ្នឹងអាចថាកាដូខូកណាខ្លួនឯងដែរចឹងណាព្រោះខ្ញុំខូកណាខែ12ហើយខ្ញុំខេកមិនបានស៊ីហងពងពេញវាយគ្នាអត់មានអារម្មណ៍ផ្លុំទៀនអត់មានអីទាំងអស់ខ្ញុំអត់ត្រូវការហើយហ្នឹងហើយឥឡូវវាបានមកដល់ដៃចឹងណា I'm happy ចូលខ្ញុំដាក់លេងឲ្យស្ដាប់ Let's try it. I'm gonna die. Stop ប៉ុណ្ណឹងបានហើយកុំឲ្យគេ copyright. So for anyone ណាគេចង់ស្ដាប់បទ21 Pilot ទៅអាចទៅ stream Clancy បាននិយាយ album ដូច Vessel ឬក៏ដូច Blurry Face អីនិយាយទៅអ្នកខ្លះគាត់អាចនឹងថា digest អត់កើតអញ្ចឹងណាហ្នឹងហើយ not to their taste ប៉ុន្តែ album នេះមួយគឺអូខេមកខ្ញុំក៏ចូលចិត្តដែរចូលចិត្តស្ដាប់នេះបទដែលខ្ញុំនិយាយថាខ្ញុំ KO មួយហ្នឹងហ្នឹងហើយស្ដាប់តែ intro បានហើយខ្លាចគេ copyrightគាត់លឺចង់យំ Oh my god Darkness grows on you Push on through Okay oh my god ខ្ញុំហៅសាក់ពាក្យ push on through លើដៃខ្ញុំទៀត This song ខ្ញុំនិយាយមែន I want it tattooed in my brain
capacity through love and tragedy, embracing that things always change. Oh my god, depression, it's crippling down. អត់អីទេខ្ញុំ I'm not fine I'm not fine ខ្ញុំធ្វើវីដេអូនេះឡើងគាត់ចង់និយាយពី21 Pilot ឯហ្នឹងហើយគឺ one of my most favorite bands of all time គឺខ្ញុំស្ដាប់បទគាត់តាំងពីខ្ញុំទី12ចឹងវា5 6ឆ្នាំ6 7ឆ្នាំដែរហ្នឹងហើយវារៀងយូរដែរហើយសម្រាប់ខ្ញុំដូចមិនសូវជាខ្លាំងខ្លាដូចអ្នកខ្លះគាត់ fan 21 Pilot ណាគាត់ដោយសារតែ 21 Pilot គឺច្រៀងពី mental health អញ្ចឹងពួកគាត់គឺមានអារម្មណ៍មួយថា21 Pilot ជា savior របស់គាត់អញ្ចឹងណាភាគច្រើនដោយសារតែពួកគាត់មាន anxiety មាន depression មានអីចឹងគឺគាត់ cope ជាមួយនឹង album របស់21 Pilot ចឹងទៅអញ្ចឹងពួកគាត់រៀងអញ្ចឹងថារៀងថាយជាមួយនឹងក្រុមនឹងច្រើនប៉ុន្តែសម្រាប់ខ្ញុំអត់ like emotionally bond ជាមួយនឹងពួកគាត់ខ្លាំងហ្មងឯងគាត់ថាយើង fan ជា fan អញ្ចឹងណាហ្នឹងហើយគាត់តែអ្នកស្ដាប់ចម្រៀងពួកគាត់អញ្ចឹងទៅទាំងអស់គ្នាជឿគាត់ថាចេញធ្វើចម្រៀងគឺឡើង10ឆ្នាំជាង5 6 10ហើយខ្ញុំភ្លេចបាត់ហើយថាគាត់ចូលតាំងមកដូច2010អីដែរអញ្ចឹងវា5 6 10ឆ្នាំហើយនៅចេញ album ស្ដាប់ព្រោះខ្លាំងមែនតើបានណា like release after release គឺ album គាត់ស្ដាប់បានទាំងអស់គឺព្រោះខ្លាំងមែនតើអញ្ចឹងមានន័យថាគាត់ very passionate very enjoying what he does តាំងពីគាត់នៅក្មេងរហូតដល់គាត់ការឥឡូវកូន2កូន3ណាម្នាក់ I'm so happy for them ខ្ញុំនិយាយត្រង់ next quest របស់ខ្ញុំគឺខ្ញុំអាចនឹងដាក់ទិញខ្ញុំពងផ្ញើឲ្យបងខ្ញុំទិញ bridge album ថ្មីដែលទៅតែ release ក្រោយ Clancy មួយទៀតហ្នឹងខ្ញុំឲ្យគាត់ទិញដោយសារគាត់ទៅបារាំងអញ្ចឹង like I just want to have like little something that I got from her from friends អញ្ចឹងឲ្យគាត់ទិញ album Vinyl Bridge ហើយខ្ញុំអាចនឹង contact ទៅ dealer របស់ខ្ញុំចង់ទិញ Trench ហើយនឹង Scale Nice this one នឹងឲ្យទិញពីរនឹងហើយចាំទៅទៀតទិញចាស់ហត់តែចាស់ទៅទៀតចឹងទៅហ្នឹងហើយ but for now គឺយើងមាន3នេះសិនយើង mental breakdown មួយ Clancy សិន oh my god that all these station មិញហ្នឹង wasn't good it wasn't a good move oh depression I'm feeling it ដោយសារតែឥឡូវគឺយើងចូលឆ្នាំថ្មីឆ្នាំ2026ខ្ញុំសង្ឃឹមថាទាំងអស់គ្នាគឺមានរឿងល្អកើតឡើងក្នុងជីវិតអ្នកទាំងអស់គ្នាទោះមិនអស់ចាមិនរលុយបានរាប់លានដុល្លារមិនខ្ពង់ខ្ពស់មិនដល់ថ្នាក់ជោគជ័យអីធំដុំពីសមេឃប៉ុណ្ណាក៏ដោយទេប៉ុន្តែឲ្យតែអ្នកទាំងអស់គ្នាមើលថែសុខភាពបានល្អអាចពុះពៀបានរស់ពីមួយថ្ងៃទៅមួយថ្ងៃគឺមានន័យថាយើងជោគជ័យអីខ្ញុំមានពីអីផ្ដាំផ្ញើដាក់កំហិតអីច្រើនទេគឺឲ្យតែទាំងអស់គ្នាគឺស្រឡាញ់ខ្លួនឯងបានច្រើនកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកតាមដំណើរមួយកុំគិតច្រើនអូខេដើរមកចាហ៊ានគិតមកចាហ៊ានហ្នឹងហើយអញ្ចឹងឲ្យតែបានប៉ុណ្្នឹងទៅគឺខ្ញុំអរគុណខ្ញុំសាទរឲ្យទាំងអស់គ្នាអូខេហើយ treat ខ្លួនឯងលេងទៅយើងទិញនេះទិញនោះឲ្យខ្លួនឯងដូចខ្ញុំខ្ញុំចេះតែទិញលេង1 2ទៅវាជា memory របស់យើងដែរអូខេ Happy New Year 2026 Bye